各位同学大家好សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងមកបង្រៀនអ្នកទាំងអស់គ្នាអំពីការបញ្ចេញសំឡេងនៅក្នុងភាសាចិននៅក្នុងភាសាចិនសំឡេងចាក់ចេញជា4ធំៗគឺសំឡេងទី1ដែលជាសំឡេងស្មើសំឡេងទី2សំឡេងឡើងសំឡេងទី3គឺជាសំឡេងដែលមានសញ្ញាចុះឡើងនិងសំឡេងទី4គឺជាសំឡេងដែលមានសញ្ញាចុះក្រោមតោះឥឡូវយើងចាប់ផ្ដើមរៀនបញ្ចេញសំឡេងទាំងអស់គ្នាសំឡេងទី1របស់យើងគឺជាសំឡេងស្មើយើងបញ្ចេញសំឡេងថាអាគឺជាសំឡេងស្មើសំឡេងទី2គឺជាសំឡេងឡើងអាសំឡេងទី3គឺជាសំឡេងចុះឡើងសំឡេងទី4គឺជាសំឡេងចុះក្រោមឥឡូវនេះសូមអ្នកទាំងអស់គ្នាមកមើលជាមួយនឹងឧទាហរណ៍យើងខាងក្រោមឧទាហរណ៍ទី1គឺពាក្យប៉ានៅក្នុងភាសាចិនយើងអានថាប៉ាដែលមានព្យញ្ជនៈប៉បូកជាមួយនឹងស្រៈអាសំឡេងទី4យើងបញ្ចេញសំឡេងថាប៉ាដោយសារនេះគឺជាពាក្យស្ទួនពាក្យប៉ានឹងគឺជាអក្សរតែមួយអញ្ចឹងការកំណត់សំឡេងគឺយើងដាក់សំឡេងតែនៅខាងដើមតែប៉ុណ្ណោះរីឯសំឡេងនៅខាងចុងយើងមិនបាច់ដាក់សំឡេងទេហើយនៅពេលដែលយើងអានគឺយើងសង្កត់សំឡេងទៅលើពាក្យនៅខាងដើមអញ្ចឹងពេលដែលយើងអានគឺយើងអានថាប៉ានៅខាងក្រៅអត់មានសំឡេងគឺយើងអានសំឡេងស្រាលធម្មតាអញ្ចឹងយើងមកមើលឧទាហរណ៍ពាក្យបន្តទៀតគឺពាក្យម៉ាដែលមានព្យញ្ជនៈអក្សរម៉បូកជាមួយនឹងស្រៈអាយើងអានថាម៉ាគឺជាសំឡេងទី1អញ្ចឹងយើងអានសំឡេងស្មើម៉ាតោះឥឡូវយើងមកអានសំឡេងជាមួយគ្នាសារជាថ្មីចាប់ផ្ដើមពីសំឡេងទី1រហូតដល់សំឡេងទី4តោះចាប់ផ្ដើមសំឡេងទី1អាសំឡេងទី2អាសំឡេងទី3សំឡេងទី4អញ្ចឹងមេរៀនយើងនៅក្នុងថ្ងៃនេះគឺបានបញ្ចប់ហើយអ្នកទាំងអស់គ្នាមានពេលទំនេរអាចចម្លងកត់មេរៀនចូលទៅក្នុងសៀវភៅបានហើយអាចអនុវត្តទៅលើការបញ្ចេញសំឡេងពីសំឡេងទី1រហូតដល់សំឡេងទី4អរគុណច្រើនជម្រាបលាចាយ